ដាក់តយងជែកដាក់ស្ពៃក្តោបធម្មតាពេកហើយខែនេះតើធ្វើមកដុតបំទេដាក់តរ៉េនអីអូមិនស្ទៀវបងប្អូនមើលឃើញតិចថាចម្លែកអីអត់ចម្លែកទេណាដុតមាន់ដាក់តរ៉េនឆ្ងាញ់មែនតើណាបងប្អូនសាច់ឡើងផុសល្មួតហើយឈ្ងុយណាដើមព្រីងផ្លែតរ៉េនឲ្យមើលតោនេះតោថ្មីថ្មីជ័រថ្មីថ្មីនេះទៅកាត់មកនេះមើលនេះវិជាការប៉ិនណាបងប្អូនដើមព្រីងនេះយើងយកតរ៉េនទៅដាក់ពីលើដោយសារតែផ្លែតរ៉េនរបស់យើងបកមកបានតិចពេកអញ្ចឹងលីជាមួយស្ពៃក្តោបអត់ដែរភ្ញៀវភាគច្រើនតែឃើញធ្វើម្ហូបអីចេញទៅដល់តែគាត់មករកម្ហូបហ្នឹងហើយដូចម្ហូបខ្លះអញ្ចឹងតបងប្អូនប្រាប់មុនម្ល៉េះហើយដូចជាវិធីធ្វើមកដុបផ្សេងៗខ្ញុំតែងតែចែករំលែកទៅបងប្អូនដែលនៅឆ្ងាយៗពិបាកនឹងមកញ៉ាំអីអាចមើលវីដេអូធ្វើញ៉ាំខ្លួនឯងបានតិចតិចតែធ្វើប្រចាំតូបខុនហ្នឹងមានអីពិបាកទេបងប្អូនមាន់យកមកដល់យើងប្រឡាក់វាជាមួយនឹងទឹកស៊ីអ៊ីវខ្មៅដើម្បីឲ្យជាប់ពណ៌នៅពេលដែលយើងប្រឡាក់វាជាមួយនឹងទឹកស៊ីអ៊ីវខ្មៅចាស់យកទៅបំពងជាប់ពណ៌ក្រហមស្អាតមែនតើវិធីដុតមាន់មានច្រើនរបៀបណាទៅតាមក្បួនតាមຂະຫນាតដែលយើងធ្វើរៀងខ្លួនបងប្អូនមានវិធីធ្វើប្លែកៗថ្មីៗអីចាំជួយចែករំលែកនៅខាងក្រោមវីដេអូនេះមកយើងមើលចេះទាំងអស់គ្នាឃើញម្ហូបខ្លះធ្វើទៅមិនត្រូវនឹងក្បួនបងប្អូនអាចប្រាប់មកវិញនៅវិធីធ្វើដែលបងប្អូនធ្វើជាប្រចាំយើងនឹងអាចចែករំលែកគ្នាទៅវិញទៅមកទៅរបស់ញ៉ាំមិនធ្វើដូចគ្នា 100% ទេអ្នកខ្លះគេធ្វើអញ្ចឹងអ្នកខ្លះគេធ្វើអញ្ចឹងសំខាន់ណាស់តែរសជាតិចេញមកអាចទទួលយកបានហូបបានភាគច្រើនម្ហូបរបៀបធ្វើរបស់វាគឺខុសគ្នាទៅតាមតំបន់នីមួយៗផ្សេងគ្នាឥឡូវមកមើលពីវិធីធ្វើមកដុតតូបខុនវិញយើងក្រាលគល់ក្រីលក្រូចម្ដេងខ្ទឹមសខ្ទឹមក្រហមហើយដាក់មាន់ចូលចង់ញ៉ាំបន្លែដាក់បន្លែនឹងចូលទៅហើយក៏ដាក់ទឹកប្រឡាក់សាច់ខុនចូលរសជាតិប្រចាំតូបគឺទឹកប្រឡាក់សាច់នេះឯងម្ដងហ្នឹងប្រឡាក់សាច់បានរហូតដល់3ទៅ4គីឡូបើយកទៅដុតមាន់វិញបានរហូតដល់8ក្បាលណាបងប្អូនឆាម្ហូបបាន20ចានច្រើនណាស់រសជាតិម្ហូបដែលយើងធ្វើចេញទៅគឺប្រើទឹកប្រឡាក់សាច់នេះទាំងអស់សម្រាប់បងប្អូនចង់ធ្វើម្ហូបឆ្ងាញ់លឿនរហ័សទាន់ចិត្តអាចធ្វើការកម្ងគ្រឿងទឹកប្រឡាក់សាច់ខុនទៅបានមាន់ដុតរបស់យើងនេះយើងចង់ដាក់ទឹកដូងក៏បានដាក់ទឹកជាធម្មតាក៏បានដែរងាស់វារយៈពេល40នាទីដល់ពេលដែលស្ពៃក្តោបរបស់យើងឆ្អិនហើយយើងស្រង់ចេញតរ៉េនរបស់យើងឆ្អិនក៏យើងស្រង់ចេញដែរកុំដាក់ចូលដុតជាមួយគ្នាយូរពេកវានឹងឡែលួយអត់ឆ្ងាញ់ទេដាក់គ្រឿងរៀងរំលងមកល្មមទៅបានហើយបន្តមកយើងមកលីងគ្រឿងធ្វើអំបិលម្ទេសមានម្ទេសឆាបកា1លាព្រាទៅទឹកប្រឡាក់សាច់2លាព្រាទឹកត្រីបុក3លាព្រាមកលីងវាឲ្យរៀងស្ងួតបន្តិចបងប្អូនចង់ដុតទឹកឃ្មុំអញ្ចឹងស្រោចទឹកឃ្មុំទៅបានដែរបើថាអំបិលម្ទេសយើងលីងគ្រឿងអញ្ចឹងយើងស្រង់មាន់ដែលយើងបានដុតឆ្អិនហ្នឹងយកមកលីងជាមួយនឹងគ្រឿងហ្នឹងមកតែប៉ុណ្្នេះឯងអូយមាន់របស់យើងពណ៌ស្អាតក្លិនឈ្ងុយរសជាតិមិននិយាយបងប្អូនអែហ្មងរបៀបថាគ្រឿងដែលយើងកូរហ្នឹងវាតែស្អិតចប់មួយមាន់មកទល់ឡងតណូពេលដែលកូរវាស្ងួតចប់មួយមាន់ល្អហើយយើងដាក់ស្ពៃក្តោបតរ៉េនចូលទៅពេលដែលយើងកូរបន្ថែមគ្រឿងហ្នឹងបងប្អូនប្រើភ្លើងតិចបានណាឲ្យក្រៀមសបកហើយរបៀបថាគ្រឿងហ្នឹងខាំជាប់ជាមួយនឹងតរ៉េនហើយនឹងមាន់របស់យើងណានេះគឺជាតិចនិចដុតមាន់ប្រចាំតូបខុនហើយយើងដុតមេមាន់ដំបូងចឹងទៅពេលដែលយើងចង់បាយចេញជាគ្រឿងផ្សេងមកដុតបំទេសមកដុតកូកាឬមួយក៏មកដុតទឹកឃ្មុំយើងយកមាន់មកម្លិញគ្រឿងតាមហ្នឹងធ្វើអញ្ចឹងវាអប់ក្លិនមាន់របស់យើងឈ្ងុយស្រស់ហ្មងហើយយកដុតដាក់សាច់តរ៉េនចេះបងប្អូនលាយសាច់ទុំមួយផ្លែអប់ក្លិនមាន់របស់យើងឈ្ងុយតរ៉េនហ្មងអូយជាតិខ្លាំងហ៎បងប្អូនសាច់មាន់មានជាតិសំណើមអូយតំណងខ្លាំងហ្មងតែប៉ុណ្ណេះហើយមាន់របស់យើងក្តៅក្លិនឈ្ងុយស្រស់លើកឲ្យភ្ញៀវជាការស្រេចអរគុណច្រើនបងប្អូនបាយបាយ